ក្រោយកាច់ឈប់បាញ់3ថ្ងៃតើថៃវាប្រកល់ដីដែលវាវាយបានឲ្យយើងវិញទេសំណួររបស់ហេងវ៉ាត់ថាអត់ទេកូនណាអត់ទេតែនឹងចរចាគ្នាតាមរយៈ JBC វានៅត្រង់ណាគឺនៅត្រង់ហ្នឹងអត់មានដោះដូរគ្នាទេនឹងគឺជាកិច្ចការរបស់ JBC អូខេណាវ៉ាត់ថាគិរីរំបងមិនមែនឲ្យគេចាញ់វិភាគទេក៏ប៉ុន្តែគេមកនិយាយថាបងវិភាគគ្មានមូលដ្ឋានត្រឹមត្រូវបើគេនៅក្នុងស្រុកហើយគេប្រាប់ថាបងវិភាគគ្មានមូលដ្ឋានត្រឹមត្រូវឲ្យគេវិភាគចាញ់មកបងរៀនពីគេទោះបីបងដឹងថាគេអត់ចូលសាលាវិភាគក៏ដោយពីព្រោះបើបងទៅខឹងនឹងគេវាខុសកុំឲ្យខឹងដូចម្នាក់ឈ្មោះច័ន្ទនេះឲ្យវាចាញ់មកវាអត់ចាញ់វាទៅបបួលគ្នាបំផ្លាញ page របស់បងនៅ Facebook ក្មួយតែនិយាយថាខ្ញុំវិភាគមិនត្រឹមត្រូវគ្មានមូលដ្ឋានហ្នឹងឲ្យគាត់ចាញ់មករបៀបវិភាគមានមូលដ្ឋានវិភាគយ៉ាងម៉េចណាវុតថាងមានអ្នកនិពន្ធបរទេសវិភាគថាខ្មែរថៃប្រយុទ្ធគ្នាវាជាលបែងមហាអំណាចកើតឡើងអ្នកនិពន្ធបរទេសគ្មានសមត្ថភាពវិភាគរឿងខ្មែរថៃទេពីព្រោះអ្នកនិពន្ធបរទេសហ្នឹងមនុស្សដែលស្គាល់បញ្ហាខ្មែរថៃវាមានតិចណាស់ហើយដោយសារការបោះពុំសៀវភៅលក់របស់អ្នកនិពន្ធបរទេសលក់វាមិនដាច់ក៏អត់មាននរណាអានណាដូច្នេះអ្នកនិពន្ធតិចណាស់ដែលចំណាយពេលសិក្សាស្រាវជ្រាវអំពីឫសគល់និងបញ្ហាខ្មែរនៅពេលនេះតាមរយៈខ្ញុំនិយាយប្រាប់ប៉ុណ្ណឹងណាអត់ចាំបាច់យល់យ៉ាងម៉េចទេសៀវភៅបោះពុំថ្មីមាន 2-3 ក្បាលដែលធ្វើដោយអ្នកនិពន្ធបរទេសគឺអត់យល់រឿងខ្មែរទេបោះពុំសាកមើលហើយលក់ដាច់ហើយរាល់ការបោះពុំគឺលក់អត់ដាច់សវណ្ណស័កសរសេរមួយក្បាលសឹងតែគ្មានកម្លាំងចិត្តសរសេរមួយក្បាលទៀតទេណាពុតថាងជំរាបសួរបងលក់វាមិនដាច់ទេបាទជំរាបសួរលឹមសុកណាស់តើសៀវភៅ King Never Smile មានអត្ថន័យយ៉ាងណាបានជាគេមិនអោយលក់នៅស្រុកថៃជំរាបសួរសៀវភៅបង The King Never Smile ថ្ងៃនេះខ្ញុំចង់សៀវភៅ The King Never Smile ជាប្រមាថទៅដល់សៀវភៅ The King Never Smile បាទខ្ញុំមានថ្ងៃនេះខ្ញុំមានប្រធានបទ2ហើយសៀវភៅ The King Never Smile ខ្ញុំមានទាំងសៀវភៅក្រដាសឆ្កែឈ្គួត7ខ្ញុំមានទាំងសៀវភៅក្រដាសនេះហើយពួកឆ្កែនិងសៀវភៅប្រាប់អូនe-book នេះអញ្ចឹងហើយខ្ញុំបានអានយ៉ាងយកចិត្តទុកដាក់តបពួកឆ្កែឈ្គួត7មកខ្ញុំបានអានយ៉ាងយកចិត្តទុកដាក់វាយអាមេឆ្កែឈ្គួត7នៅសៀវភៅនេះអញ្ចឹងហើយពួកនេះវាចំនួន4ដងរបស់វាដើម្បីបន្លប់ខ្ញុំបានអានយ៉ាងយកចិត្តទុកដាក់ស្ថានភាពនៅសៀវភៅនេះរដ្ឋាភិបាលឲ្យកូនជា4ដងរដ្ឋាភិបាលឲ្យកូនខ្ញុំបានអានយ៉ាងយកចិត្តទុកដាក់ខ្ញុំរកមិនឃើញខ្ញុំទេមកមិនបានណាតោះខ្ញុំបានអានសៀវភៅ The King Never Smile នេះឥឡូវនេះកំពុងចំនួន4ដងយ៉ាងយកចិត្តទុកដាក់ចុះទៅវាស្រែមានន័យថ្មីដោយសារខ្ញុំបានអានសៀវភៅ3ក្បាលបណ្ដោយម៉ែអគិបាញ់ដែលសំខាន់មានន័យសម្រាប់ស្ដេចថៃមានគ្រោះហើយមានគ្រោះហើយសំខាន់សម្រាប់ស្ដេចថៃខ្ញុំអានសៀវភៅចុះទៅអង្គុយនៅវាស្រែដើម្បីឲ្យប្រជាពលរដ្ឋខ្ញុំអានសៀវភៅ3ក្បាលសម្រាប់ស្ដេចថៃចិត្តជាពលរដ្ឋដែលសៀវភៅ3ក្បាលហ្នឹងមើលយុទ្ធសាស្ត្ររបស់វាពេលនេះគឺវាតម្រូវការឲ្យខ្ញុំអានសៀវភៅដែលគេបោះពុំដោយសាស្ត្រាចារ្យម្នាក់បោះពុំចេញពី Yale បើតាមខ្ញុំចាំវាបោះពុំដោយសាកលវិទ្យាល័យ Yale មានចំណងជើងថាស្ដេចមិនដែលញញឹមខ្ញុំជាផ្សេងនៅពេលសៀវភៅនេះបោះពុំចេញមកខ្មែរនៅសហរដ្ឋអាមេរិក
ត្រូវបានរដ្ឋាភិបាលថៃហាមឃាត់មិនឲ្យលក់ឬមិនឲ្យនរណា គឺប្រធានបទទី1តើ ទិញយកទៅចូលស្រុកថៃទេ បញ្ជូន បើសិនណាជាគេរកឃើញ នៅសហរដ្ឋអា គេ មេរិក ចាប់ដាក់គុក ទៅស្រុកខ្មែរវិញដែរ ហើយអ្នកនិពន្ធហ្នឹង អានេះប្រធានបទ អ្នកនិពន្ធហ្នឹង King Never Smile ហ្នឹងអ្នកនិពន្ធហ្នឹង ជជែកគ្នានៅ បើ ថ្ងៃនេះ គាត់ចូលស្រុកថៃ ឯកសារមួយចំនួនតាក់ទង ណាបើគាត់ចូលស្រុកថៃ របស់ ឧទាហរណ៍ថាគាត់នៅក្នុងយន្តហោះ អំពី ប៉ុន្តែយន្តហោះហ្នឹងជាយន្តហោះថៃ Airway ICE ជាយន្តហោះថៃ Airway ណាឧទាហរណ៍ថាគាត់ធ្វើដំណើរទៅកម្ពុជាទេគាត់នៅក្នុងយន្តហោះតែចែកដល់នេះយន្តហោះនេះជាថៃ Airway គេហៅថា ប៉ូលីសថៃអាចទៅអូសកគាត់យកមកដាក់គុកបាន គឺ immigration អាច and អូសក custom គាត់យកមកដាក់គុកបានណាកូន enforcement US មិន immigration មែនរឿងអីធំទេ and តែវាជាច្បាប់ថៃ enforcement ហ្នឹង ណាវាជាច្បាប់ថៃ គឺជា វាជាច្បាប់ថៃ គេហៅថាផ្នែកមួយ នេះគឺជា នៃរដ្ឋបាលរបស់សហរដ្ឋអាមេរិក រឿងតាក់ទងនឹងសិភៅហ្នឹង ពីជនភៀស តាក់ទ ខ្លួន ងនឹងសិភៅ គយគឺការអនុវត្តច្បាប់ទៅលើ ដែលមានចំណងជើងថា ជនភៀសខ្លួនហើយ ស្ដេច គយ ដែលមិនដែលញញឹម បង ហ្នឹង ប្អូនជនជាតិខ្ញុំបានស្រាវជ្រាវ អញ្ចឹងណាកូនណា website នេះហើយខ្ញុំយកមកលម្អិត ចុះ ដើម្បីឲ្យបង សិភៅហ្នឹងគេនិយាយពីអីបានគេមិនឲ្យយកទៅលក់នៅស្រុកថៃ 5នេះ ពីព្រោះសិភៅហ្នឹងអ្នកនិពន្ធ គេអនុវត្តយ៉ាង បាននិយាយ តើអ្នក អំពីឃាតកម្មរបស់ស្ដេចទី អាចប្រ 8 ឈមទៅនឹង គឺព្រះចៅអនន្តមហិដុល សហរដ្ឋអាមេរិក ដែលព្រះចៅ គេហៅ អនន្តមហិដុលត្រូវ deportation គ្រាប់ក្បាលស្លាប់ គឺការបញ្ជូនវិលត្រឡប់វិញបើនៅ នៅប្រទេសថៃ នៅក្នុងអឺ ហើយពាក្យចចាមអារាមថា នៅក្នុងអនុសារ ប្អូនរបស់គាត់ ចងចាំ ស្ដេចទី ដែល 9 អនុវត្តនឹងរបស់សហរដ្ឋ ជាអ្នក អាមេរិក សម្លាប់ គឺគេបាន ដល់អញ្ចឹងទៅ ប៉ុន្មានចំណុច professor ម្នាក់ហ្នឹង ជនប្រភេ គា ទ ត់ ណា សរសេររឿងហ្នឹង ដែលសហរដ្ឋអាមេរិក ថាស្ដេចហ្នឹង ទៅស្រុកកំណើត ស្ដេចទី 9 ហ្នឹងមិនដែលញញឹមទេពីព្រោះស្ដេចហ្នឹងគាត់មានកំហុស ដឹងថាអ្វី តែ ដែល តាក់ទងនឹងការស្លាប់របស់បងប្រុសគាត់ស្ដេចអានន្ត ពួកណាពិតប្រាកដ មហិដុល ដែលត្រូវបញ្ជូនទៅកម្ពុជាវិញ តាមការសិក្សារបស់ខ្ញុំ ហើយរដ្ឋាភិបាលត្រាំតាំងពី វាអត់ពិតទេ មករហូត សម្ដេចភូមិពល តើរដ្ឋាភិ អត់ បាល បានសម្លាប់បងគាត់ទេ បញ្ជូនទៅប្រមាណអ្នកហៅ ស្ដេចមហិដុលត្រូវគេធ្វើ ខ្ញុំ ឃាត បានចូលទៅក្នុង website នេះខ្ញុំប្រាប់ពេលយូរ ដែល ដើម្បី អ្នកធ្វើឃាតហ្នឹង ហើយខ្ញុំ វាជាចារៈបរោះបរទេស ហើយនឹងការអនុវត្ត ដែលតាក់ទងទៅនឹងនយោបាយប្រាឌិត ដល់បងប្អូន បាននំយ៉ង កុំឲ្យមានចម្ងល់ នៅពេលនោះ ទៅនឹងការបញ្ជូន ដែលលោកប្រឌិតនេះ ទៅវិញនេះ ជាពួកកុម្មុយនីស បងនង នៅពេលនោះប្រទេសថៃឡង់ ជំរាបសួរបាទ កំពុងតែត្រូវប្រទែងប្រទង់គ្នារវាងអាមេរិក សូ និងកុម្មុយនីស បាទជំរាបសួរវ៉ុនកូនខ្មែរ បើសិនណាជាភ្នាក់ងារ បងធំ ដែលសម្លាប់ស្ដេចអានន្តហ្នឹង បាទខ្លាសមុទ្រជំរាបសួរបាទ វាមិនមែនជាពួកភ្នាក់ងារកុម្មុយនីសទេ ធី វាជាភ្នាក់ងារលោកសេរី ក្រោយពីអាមេរិក ពីព្រោះស្ដេចអានន្ត ភ្លាម វាតូទន់ទៅកុម្មុយនីស ស៊ីម៉ាក់បាត់បង់ការងារ អញ្ចឹងនៅពេលនោះជាសង្គ្រាមត្រជាក់ដែលកំពុងតែពុះ control ទសវត្សរ៍ បាទ ទីចុង40ចូល50ណាដោយសារតែវាពុះ control ខ្លាំងពីដើមគេអត់ទុកទេ យើងមើលឃើញច្បាស់ហើយ កាលណាយើង ប៉ះនៅក្នុងប្រទេសកម្ បន្ ពុជា ទាត់នយោបាយរវាងលោកសេរីនិងលោកកុម្មុយនីស ឪកូននេះរស់ដោយសារជំនួយ បើកុម្មុយនីសមិនសម្លេះចោលទេសេរីសម្លេះចោលអញ្ចឹងស្ដេចអានន្តហ្នឹងត្រូវបាន រដ្ឋាភិបាល អធិពលដែលកំពុងតែប្រកួតគ្នានៅក្នុងថៃឡង់ពេលហ្នឹងបេះគាត់ចោលទៅ យកមិនទទួល អាហ្នឹងវាអញ្ចឹងទេ ជំនួយ ណា នឹងការ ហើយអាហ្នឹងមកវគ្គទៀតហ្នឹង គឺ គឺ មូលហេតុ ស្ដេចហ្នឹងអាច ពីរ ពេលគេបេះលោកចោលហ្នឹងអាចជាស្នាដៃរបស់ម្ដាយលោកផង រដ្ឋាភិបាល ដែលម្ដាយលោក បន្ត ប្រហែលជាកែកូនមិនបាន គោលកណ្ដួយមកអា ក៏ បាញ់ មិនដោយឲ្យកើតរឿងហ្នឹងមក បងធីបងសុ มันវាជារឿងមួយដែលស៊ីជម្រៅខ្លាំងណាស់ យកការអនុគ្រោះពន្ធ ដែលបានអธิบายនៅក្នុងសិភៅមួយហៅថាកុលាបខ្មៅ ការ សិភៅមួយមានសិភៅមួយគេហៅថា Black ជា Rose ថវិកាដើម្បីអភិវឌ្ឍ កុលាបខ្មៅអាកំបាំងនៃឃាតកម្មក្នុងវាំង រដ្ឋាភិបាលឪកូនពូជកណ្ដួយមកអាគេបាញ់ ណាអាហ្នឹងអញ្ចឹង ត្រូវដួលរលំ ដោយហេតុលោកសាស្ត្រាចារ្យម្នាក់ហ្នឹងគាត់សរសេរសិភៅស្ដាច់មិនដែលញញឹមហ្នឹង បើរដ្ឋាភិបាល វាតាក់ទងនឹងរឿង មកអាគេបាញ់រដ្ឋាភិបាល ការលៀងសាកសពការអីសពគ្រប់ហ្នឹងតែគាត់ក៏ដាក់កំហុសឲ្យស្ដេចទី និងសហរដ្ឋអាមេរិកត្រូវអនុ 9តែខ្ញុំអត់គិតថាស្ដេចទី 9 លោកធ្វើទេ ការស្នើ ខ្ញុំគិតថាចារកិច្ចបរទេសទេអ្នកធ្វើនោះ សហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុប ក៏ពេលហ្នឹងវាក្តៅខ្លាំងណាស់ ច
ជាពិសេសប្រទេស ចឹងស្ដេចអាណន់ក៏ត្រូវគេធ្វើឃាតរហូតមកដល់ឥឡូវនេះ អ្វីដែលគេកំបាំងនេះត្រូវគេពិសេសគឺការគោរពសិទ្ធិមនុស្សត្រូវគេលុបចោលណាហើយសិភៅដែលតាក់ទងនឹងឃាតកម្មហ្នឹងគឺមានសិភៅមួយស្ដើងទេដែលនៅស្រុកថៃគេអត់ឲ្យលក់ទេរដ្ឋាភិបាលសិភៅហ្នឹងមានចំណងខ្ញុំមានសិភៅហ្នឹងសិភៅហ្នឹងមានចំណងជើងថា ជំរើសទី1 Black Rose កុលាបខ្មៅ ដួលរលំលឿនបំផុត អូខេកូន ដោយសារអី ហ្នឹងចឹងខ្ញុំអានសិភៅ4ក្បាលដែលសំខាន់តែពងសាវតាថៃតាំងពីរាជការទី1ទី2ទី3ទី4ទី5ខ្ញុំមាន Chronicle ហ្នឹងគេហៅពងសាវតាណាពងសាវតាណាបើសិនជាទាំងឈុតហ្មងថ្លៃមួយឈុតសិតតែ$2000ទៅ$3000ខ្ញុំទិញយកមកអានណាជំនួយនឹង បាទខ្ញុំអានឈុតដែលគេប្រែជាភាសាអង់គ្លេសបាទគេប្រែតាមឈុតណាដូចថាពងសាវតានពងសាវតានរាជការទី1ពងសាវតារាជការទី1មួយឈុតហ្នឹងគេប្រែជាអង់គ្លេសណា$3000ទៅ$4000មួយឈុតបន្តពូជសភៅច្រើនក្បាលណាទី2ទី3ទី4ទី5ទី6ណាត្រឹមទី5ទេបើសិនជាអត់យកជំនួយក ៅនេះ ត្រូវតែ មិនពិបាករកទេ ដាច់ការដូចកូរ៉េ អញ្ចឹងខ្ញុំទិញមកអានដែលខ្ញុំឃើញសភៅនេះមួយដែលបញ្ជាក់ពីស្ដេចទី9ណា លទ្ធិផ្ដាច់ការដូច តែសភៅនេះក៏នៅក្នុងស្រុកថៃគេមិនឲ្យលក់ទេ ដែលបានដួលរលំ កាលបច្ច័យទី9លោកគង់បច្ចុប្បន្នលោកឲ្យលក់ពីព្រោះលោកចឹង រាជាអនុញ្ញាតឲ្យសភៅនេះ ពូជកណ្ដួយមកអគិបាល ឲ្យអ្នកនិពន្ធណាអ្នកនិពន្ធឈ្មោះ William Stevenson ត្រូវតែយ៉ាងម៉េចបងប្អូន ឲ្យអ្នកនិពន្ធម្នាក់នេះសរសេរសភៅនេះគេហៅថា The Revolutionary King The True Life បើជ្រើសរើស sequel ទី to The King and I បើជ្រើសរើស ប្រែជាភាសាខ្មែរគឺលោក William Stevenson នេះបានត្រូវរាជាអនុញ្ញាតដោយបច្ច័យទី9របស់រដ្ឋាភិបាល ឲ្យបោះសភៅនេះមកក្បាលដែលមានចំណងជើងថាស្ដេចបដិវត្ត ត្រូវតែស្រមោល នេះគឺជា អាចនឹងខ្លាយ ជាពាក្យសម្ដីរបស់ស្ដេចទី9ដែលអនុញ្ញាតឲ្យបោះតែក្រោយមកគេអត់ឲ្យលក់នៅថៃទេខ្ញុំទិញបាន2ក្បាល នៅលើវេទិកា បើនេះណា បងប្អូនជំរាប សភៅនេះធ្វើឲ្យខ្ញុំដឹងរឿងច្រើនពីស្ដេចទី9 ខ្លាយជាឪពុកនាយករដ្ឋមន្ត្រី នៅក្នុង narrative ដែលស្ដេចទី9លោកឲ្យ William Stevenson នឹងដឹងណា ជាជីតា ណាលោកប្រាប់ថា មានន័យម៉េចម្ ដាយលោក នឹងកូរ៉េខាងជើង ជាកូនស្រីរបស់ចិនប្រមាក់ម្នាក់នៅត្រើយមកខាងទន្លេចៅភយ៉ា គីមចុងអ៊ីលរហូតដល់គីម លោកឲ្យដឹងថាប្រមេដាលោកម្ដាយលោកជាកូនស្រីចិន ជាពិសេសប្រាប់ ប្រមាក់ម្នាក់នៅត្រើយមកខាងនៃទន្លេចៅភយ៉ាអត់មានឈ្មោះទេ អនាគតប្រទេសជាតិ ដែលឈ្មោះម្ដាយលោកនឹងគឺយាយលោកខាងឪពុកដាក់ឲ្យមុនបញ្ជូនមករៀននៅ Massachusetts សហរដ្ឋអាមេរិក បងប្អូនចាំបានហ្នឹង គឺជាការលាតត្រដាងនៃសាច់រឿងរបស់ តែអ្វីដែលបងប្អូន មេដាស្ដេចទី9ដោយព្រះអង្គផ្ទាល់ អត់បានទេឥឡូវនេះ តែអ្នកនិពន្ធមិននិយាយទេ មានបងប្អូន អ្នកនិពន្ធមិននិយាយថាសម្ដេចទី9លោកមានទូលអញ្ចឹងទេ លើសលោក តែអានសៀវភៅហ្នឹងទៅគឺឃើញស្ដេចទី9និយាយពេលខ្ញុំអានទៅឮសូរនៅវិទ្យាហ្មងពីព្រោះវាជក់ចិត្តដិតអារម្មណ៍នឹងរឿង រាល់ថ្ងៃហ្នឹង ដែលនៅស្រុកថៃគេមិនឲ្យនិយាយប្រដាស់ទេនិយាយគេចាក់ដាក់គុក5ទៅ10ឆ្នាំ ពីអីដែរហ្នឹងណា អញ្ចឹងពេលខ្ញុំបានអានសៀវភៅនេះខ្ញុំជួបដោយចៃដន្យពេលខ្ញុំទៅឡានដន្យខ្ញុំក៏ទិញបានមួយក្បាលក្រោយមកខ្ញុំស្រាវជ្រាវរកទៅក៏ទិញបានមួយក្បាលទៀត វាមិន តែគេថាស្ដេចបដិវត្ត Revolutionary King ម្ដាយរបស់លោកនឹងគឺជាកូនចិនប្រមាក់ម្នាក់ ថ្ងៃ7 ក្រីក្រប្រមាក់នៅត្រើយមកខាងនៃទន្លេចៅភយ៉ា 7មករាមកខំចម្លង ហើយពេលម្ដាយគាត់នឹងអាយុ13ឆ្នាំតែងតែអុំទូកឆ្លងទន្លេចៅភយ៉ាមកនិយាយលេងជាមួយនឹងភិលៀងនៃព្រះដំណាក់របស់សម្ដេចយាយលោកដែលជាម្ដាយ ពីប្រកបគឺថ្ងៃកំណើតទី2 7មករា ព្រះអង្គម្ចាស់ម៉ាហេដុន របស់កណ្ដួយ អានន្ទម៉ាហេដុនដែលក្រោយមកកាកូនថាអានន្ទណា 7មករាថ្ងៃកំណើត ព្រះអង្គម្ចាស់ម៉ាហេដុនព្រះអង្គម្ចាស់ម៉ាហេដុននេះពេលលោកកើតមកលោកមានជំងឺប្រចាំកាយ ជាសាធារណៈច្រើនដ ឪពុ ង កស្ដេចទី9ហ្នឹងណាហើយទៅជីតាស្ដេចទី10ខាងឪពុកនេះ កូនប្រុសក្រៅ មានជំងឺប្រចាំកាយជំងឺប្រចាំកាយហ្នឹងដែលយើងខ្មែរហៅថាជំងឺចែកទុំ ពលពត អត់គ្រប់កាយសម្បត្តិអញ្ចឹងទៅវាមានការសង្ស័យនៅក្នុងព្រះបរមរាជវាំងថាព្រះអង្គម្ចាស់ម៉ាហេដុនលោកអាចស្លាប់ ជនជាតិចាម មុនលោក តែម្ដង
ធំធាត់ស្មារតីអានេះជាមូលហេតុដែលស្ដេចពីដើមមានប្រពន្ធច្រើនពីព្រោះអីពីព្រោះត្រូវការឲ្យកូននឹងបានបញ្ជាឲ្យតាមសម្រាប់តាមចាប់ ចូលយុវវ័យមិនងាយមានកូនស្ដេចបានរស់ដល់យុវវ័យទេ ណាយកទៅសម្ តែ រាប់ ពីដើមឡើយហ្នឹងនៅក្នុងតកូលស្ដេចមួយស្ដេចចិនស្ដេចជប៉ុនស្ដេចកូរ៉េស្ដេចថៃស្ដេចខ្មែរមានការលំបាកណាស់ដែលធ្វើឲ្យកូនបានធំខ្លាយទៅជាមកុដ រាជកុមារ ជាថ្ងៃ ដែលអង់គ្លេសហៅថា Crown Prince ណាត់ទី2របស់ ដល់អញ្ចឹងទៅ លោ លោក កលឹងឬក៏ថ្ងៃកំណត់ ពេល ទី2របស់ក ព្រះអង្គចាំឲ្យដល់លោកកើតមកលោកឈឺ ថ្ងៃកំណ ដល់ ត់ លោកឈឺអញ្ចឹងទៅព្រះវរៈបិតាហ្នឹងមាន មានពួកអច្ឆរិយឈ្គួត7មករា ទី2ដតីទៀតដែលគេបានកូនមកសុខភាពល្អ បើអត់7មករាទេ ដោយសាររឿងហ្នឹងទើប អានេះគេហៅ ព្រះចៅដូចជាព្រះចល័លង្កនហ្នឹងហើយ 7មករាលឺសូអា ដូចជាព្រះចល័លង្កនហ្នឹងហើយ មេឆ្កែ ព្រះអង្គចល័លង្កន ព្រោះវោទៅវាវោបន្ត ឬក៏យ៉ាងណាទេ បាទគាត់អត់ប្រើ ដូចជាចល័លង្កនហ្នឹងហើយ ខ្ញុំសួរវិញ ព្រះចៅលោកក៏ទម្លាក់ បើពល រាជឋានៈ សម្រាប់ របស់យាយស្ដេចទី9នេះ ដឹកនាំកង្កែប ទម្លាក់រាជឋានៈ ឬក៏ ពី ដឹកនាំពពួកសត្វឆ្កែ បរមរាជធានី សត្វស្វា មកនៅត្រឹម ប្រទេសណានៅលើពិភព ប្រពន្ធស្ដេចធម្មតា ប្រជាពលរដ្ឋឯងហើយ ដោយសារតែកូនកើតមកវាឈឺ ឈួតលីលី អញ្ចឹងស្ដេច ឈួតលីលី សោយរាជនោះថាមើលទៅមិនបានឲ្យសោយរាជទេអញ្ចឹងលើកអ្នកដតីឲ្យទៅជាបរមរាជធានីតែខ្មែរយើងហៅអគ្គមហេសីណា អញ្ចឹងទម្លាក់លោកយាយហ្នឹង 7មករាគឺយើង ដល់ទម្លាក់លោកយាយហ្នឹងគាត់វាអស់សង្ឃឹមគាត់មានកូនប្រុសតែមួយគាត់ឈឺ ម្ដាយខ្ញុំអី គាត់អស់សង្ឃឹមគាត់ក៏ 7មករាដែរ មិនបានចាក់ចេញពីព្រះបរមរាជវាំងទេប៉ុន្តែដោយសារឋានៈគាត់វាធ្លាក់ចុះ ទៅសម្ អត់ រាប់ មានសូវមានអ្នកណាគោរពគាត់ សម្រាប់ គាត់ក៏មកស្នាក់អាស្រ័យនៅមាត់ចៅមាត់ទន្លេចៅភយ៉ានៅតំណាក់មួយក្រៅវាំង គាត់សម្រាប់មនុស្សអស់ គាត់នៅតំណាក់ក្រៅវាំងនៅមាត់ទន្លេចៅភយ៉ា ឈួតលីលី ហើយគាត់មានភីលៀងស្រីបម្រើគាត់ហ្នឹងប្រហែលជា80នាក់ 7មករា ចុះធម្មតាគាត់មានលុយកាក់គាត់សល់ណាបាទដល់គាត់អញ្ចឹងទៅគេបោកខោអាវតាមមាត់ទន្លេ វាវងពីវ័ន ដល់គេបើកខោអាវតាមមាត់ទន្លេទៅ ឃើញម្ចាស់ថាចោលវាទៅ ម្ដាយលួងទី9នេះអ៊ំទូកមកលេងអីចឹងទៅយូរទៅយាយលោកហ្នឹងណាយាយលោកហ្នឹងក៏ហៅរកឲ្យមកបោកគុកខោអាវអីចឹងទៅឃើញថាឧស្សាហ៍ព្យាយាមក៏ថ្ងៃមួយឧបត្ថម្ភឲ្យមករៀនពេទ្យនៅ Massachusetts សហរដ្ឋអាមេរិក បុកផាភ្នែក បានខ្លាយទៅជាម្ដាយស្ដេចទី9ទី8ហ្នឹងណា បាត់កូនឆ្លាតបាត់ជំរាបសួរវណ្ណាទូ នេះសភៅហ្នឹង ស្រឡាញ់យុទ្ធធម៌ជំរាបសួរ ត្រឡប់ទៅអាសភៅស្ដេចដែលញឹមហ្នឹងគឺតាក់ទងរឿងឃាតកម្មហ្នឹងឯងតែ ស្រីនេះ សាស្ត្រាចារ្យដែលសរសេរសភៅហ្នឹង ឲ្យ សាស្ត្រាចារ្យដែលសរសេរសភៅហ្នឹងគាត់ គុណច្រើនបងអូន យល់ខុសខ្ញុំអត់ បាទ តាមការអានរបស់ខ្ញុំ ក្រោយ ខ្ញុំអត់ឃើញថាស្ដេច ខ្ញុំបានអានហើយ ទី9លោក លក្ខណៈអ៊ីវបាទ ប៉ះពាល់ឬក៏ជាប់តាក់ទងនឹងការស្លាប់របស់បងលោកស្ដេចអានន្ទទេ រុំអសុលទេបាទជំរាបសួរ សភៅ4ក្បាលដែរខ្ញុំចាប់អារម្មណ៍ជាងគេរឿងស្ដេចទី9ហ្នឹងណាកុលាបខ្មៅស្ដេចបដិវត្តន៍ស្ដេចដែលមិនដែលញញឹម បាទ និងភូមិពលអដុលដាច់ចេះការចងចាំរបស់ភូមិពល អាន ការចងចាំរបស់ស្ដេចភូមិពលសភៅនោះក្រាស់ណាស់ មាន សភៅនោះក្រាស់ណាស់ តាបាទជំរាបសួរ សភៅនោះក្រាស់មែនតើសភៅខ្នាតធំមកក្រាស់ សុខ ចឹង ថា 4ក្បាល ទៀតបាទជំរាបសួរបាទ ណា បាទ 4ក្បាល ម៉ា 4ក្បាលហើយរឿងដែលតាក់ទងនឹងចម្បាំងស្ដេចចម្បាំងសៀមជាមួយហ៊ុនសែនណាដែលថៃជាមួយហ៊ុនសែនវាតាក់ទងនឹងសភៅនេះ អាសភៅមានទង់ជាតិបារាំងនេះ ជាការពិតទេសទី គេហៅថា the lost territory វាតាក់ទងសភៅហ្នឹង ដូចខ្ញុំធ្លាប់ឆ្លើយទៅ តាក់ទងសភៅហ្នឹង ពីហុងខ្ញុំធ្លាប់សួរទៅចលេនតូចអីណាសួរយកទូលេខណាយេស៊ូ រៀបរៀងដោយ Shane កោចោ Straight ហើយកោចោបោក ពីដើមទង់ជាតិសៀមវាពណ៌ក្រហមរូបតម្រៃសណា នេះកើតចេញពីពាក្យ3កោ តាក់ទងសភៅហ្នឹងតែគេវាយគ្នាមួយថ្ងៃណា កោគឺតើចេះធ្វើកោបាទអាចធ្វើ អញ្ចឹង សុំកុំច្រឡំរឿងនេះមិនចប់ទេ បាទអាចធ្វើមន្ត្រីនឹងបាន ទោះបីអ្នកណាមក អាចធ្វើមន្ត្រី ចរចាអីក៏មិនចប់ដែរ បើសិន ដល់ណាហ៊ុនសែននៅរស់ អ្នកណាទៅក្នុង គឺ គណៈកម្មការបោះ គឺ ឆ្នោតជាតិ គំនុំ ដោយមិន សងសឹក 3ហ្នឹងណា រវាងហ៊ុនសែននិងតេនថៃអត់ចប់ទេ តែក្នុងការ លោកហ៊ុនសែនគាត់គ្មានគំនុំជាមួយថៃទេបានតែថៃវាគុំគាត់ វានិយាយគ្នាវាហើយវាថាវាយអាហ្នឹងក៏បាក់ជើង នៅក្នុងគណៈកម្មការ ដរាបណាវានៅកណ្ដាលអំណាចគឺសៀមអត់ព្រមបោះបង់ចោលគំនិតវាយខ្មែរទេ ដែលមិនស្ដាប់មកគាត់ទៅគេដកតាចោលអ្នកណាដែលចេះធ្វើកអ្នកណាចេះធ្វើចោល ឲ្យយល់រឿងហ្នឹង គេទុកនៅ អ
អានេះចំណុចទី1ចំណុចទី2បើរដ្ឋបើសិនជា បងក្រាបក៏មិនហ៊ានធ្វើដែរព្រោះឃើញស្ថាប័នផ្សេងៗPhilip លោកតាសូមបន្តរឿង scammer បន្តិចព្រោះវាមានការច្រើនដែលត្រូវធ្វើដោយតាបានលើកឧទាហរណ៍ខ្ញុំគិតថាស្រុកខ្មែរមិនអាចទៅរួចទេរឿងបង្ក្រាប scammer នេះព្រោះមករឿងនឹងវាមើលឃើញអញ្ចឹងក៏ប៉ុន្តែបើសិនជាលោកហ៊ុនសែននៅតែបើកឱកាសឲ្យមាន scammer ខ្លាំងប្រទេសកម្ពុជាហើយនៅអំណាចគាត់កុំច្រឡំណាគេអាចដាក់ឈ្មោះគាត់ចូលក្នុងបញ្ជីខ្មៅបានបើកឲ្យគណៈបកប្រជាពលរដ្ឋគេអាចដាក់ឈ្មោះគាត់ចូលក្នុងបញ្ជីខ្មៅបានចំណុចទី4យើងសួរបើគេធ្វើអីមិនកើតទេគេទុកឲ្យហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីគេដាក់ហ៊ុនសែនអត់ឲ្យដើរហើយហ៊ុនសែនគាត់នឹងស្រែកថាគាត់មិនចាំបាច់ដើរទៅណាគាត់នៅស្រុកខ្មែរហេតុអីណាបានជាការដែលគេដាក់ទេវិនណាគេដាក់លីយ៉ុងថាត់គេដាក់កុកអានគេដាក់ហ៊ីងប៊ុនហៀងក្នុងបញ្ជីខ្មៅគេគ្រាន់តែចង់ផ្ដល់សញ្ញាឲ្យហ៊ុនសែនថាចឹងមានន័យច្បាស់ណាស់គេនៅតែទុកឲ្យហ៊ុនសែនដើរបានគួរណាស់តែហ៊ុនសែនគាត់ដាក់អាកោចបោកនេះឲ្យឈ្មោះគេដាក់កែតម្រង់ណាតែបើសិនជាមិនកើតទេគេពិបាកពេកគេដាក់ហ៊ុនសែនក្នុងបញ្ជីខ្មៅអាហ្នឹងមួយកណ្ដួយម៉ាក់គេបាច់ហើយបើសិនជាគេមិនដាក់ហ៊ុនសែនក្នុងបញ្ជីខ្មៅទេចបោករបស់ហ៊ុនសែនបងប្អូនក៏គេអាចខ្ញុំប្រហែលជាឲ្យយួនខ្ញុំជាហ៊ុនសែនប៉ុន្តែទទួលធ្វើកិច្ចការមួយដែលគេសុខចិត្តអត់បងប្អូនជួយទៀតអន្តរាគមខ្ញុំមិនឬក៏គេបដ ாய் ឲ្យសៀមធ្វើកិច្ចការមួយដែលគេបិទភ្នែកមិនជំនាញហ៊ុនបាទជំរាបសួរបាទលោកហ៊ុនសែនហ៊ុនត្រេតមិនអាចគិតថាគិតថាលោកហ៊ុនសែនមិនអាចគិតថាឡាវគាត់ចេះតែកិច្ចរួចគ្រប់ពេលទេឡាវហ៊ីសាមបាទអាហ្នឹងចឹងអសឡាវក៏ខ្ញុំអូខេអាហ្នឹងចឹងសូវប្រកែ